ជំរាបសួរបងប្អូនទាំងអស់គ្នាចេញពីមជ្ឈកូនបើ168ចំចៅសូមស្វាគមន៍ថ្ងៃនេះយើងមានក្រូចធម្មជាតិមកពីខាងបាត់ដំបងពីចំការរបស់ខ្ញុំផ្ទាល់មកនឹងអំបិលរបស់មជ្ឈកូនបើ168តើវាចាប់ជាតិគ្នាប៉ុណ្ណាណាឥឡូវមើលគួរឲ្យឆ្ងាញ់ទេខ្ញុំចាត់ភ្លុកមួយទៀតបងប្អូននៅខ្លះចូលចិត្តក្រូចបែបណាខ្លះបើសម្រាប់ខ្ញុំចូលចិត្តក្រូចបែបនេះហើយពូជាពីរហើយញ៉ាំតែម្ដងវាបានទាំងទឹកនិងកំពឹសវាសទៅតែមួយក្លិនវាក៏ឈ្ងុយហ្មងឈ្ងុយហ្មងជាតិមើលភ្លក់អត់តដាក់អំបិលតើវារសជាតិប៉ុណ្ណាអ្នកទាំងអស់គ្នាតាក់វាខ្លាំងហ្មងនេះគ្រាន់តែច្បាច់តែដៃមិនគៀបទេគឺតាក់ខ្លាំងឈ្ងុយបែបទឹកឃ្មុំក្រូចឆ្មារៀងមិនផ្អែមពេកមិនជូរពេកគឺវានៅកណ្ដាលឈ្ងុយហើយមានក្លិនឈ្ងុយហ្មងប៉ពុយតាសាកមួយអំបិលម្ដងអំបិលបង្គានោះអីបង្គាហិនណាចាប់ជើងគ្នាសាហាវបែបណាពូនេះអត់ចាញ់ទេសាក់ញ៉ាំខ្លួនឯងដឹងតែជាតិខ្លាំងបាយបាយ